តោះអញ្ចឹងយើងទៅឡើង Facebook ណា Facebook មាន file 2 file readme 1គឺ file setup 1អញ្ចឹង file readme នេះយើងអាចបើកមើលវាប្រាប់យើងអំពីរបៀបដែលវាត្រូវទៅឡើងទី1វាឲ្យយើងផ្ដាច់អ៊ីនធឺណិតសិនណា disconnect unpack ណា install ហើយយើងប្រើប្រាស់ serial number នេះដើម្បីទៅឡើងណាតាមលំដាប់លំដោយនេះអញ្ចឹងយើងអាចមើលវាបានណាខ្ញុំនឹងបង្ហាញឲ្យយើងអំពីការទៅឡើងឥឡូវខ្ញុំអត់បាន connect អត់បាន disconnect internet ទេខ្ញុំទៅឡើងទាំងមាន internet យើងមកស្ដាំលើវាមកយើងយក run as administrator យើងចាំវា template ណាយើងចេញចេះយើងយកចេះយក nick មកណាងាយទេណាយើងធ្វើតាមរបៀបរបស់វាយើងត្រូវចេះរៀនទៅឡើងដែរណាយើងមិនមែនត្រឹមតែធ្វើការធម្មតាទេយើងត្រូវចេះ set up ត្រូវចេះស្អីទាំងអស់ថ្ងៃក្រោយយើងខ្លាចជាអ្នកដែរត្រូវទៅតម្លើង software ឲ្យគេយើងយក nick មកណាហើយយើងឃើញចុចនេះបានទេមែនទេវាទាមទារយើង accept ណាយើងចុច accept មកវាចេញកម្មវិធីណាក៏របៀបនឹងដែរណាយើងចុច nick ទៀតមកនេះកន្លែងនេះ license number ហើយនឹង product number យើងមើល readme ដែលយើងបានបើកមិញហ្នឹងអានេះគឺ copy វាមកយើងយកដាក់នេះមកនេះយ៉ាងក្រមមកហើយចេញត្រូវចេញ nick អត់ត្រូវឲ្យទៅទេយើងនេះយើងមិនកំណត់វាទេយើង Facebook desktop disk computer យកលើហ្នឹងអានេះវាប្រើសម្រាប់ network អីផ្សេងទៀតណាតែយើងអត់ទេយើង focus យកលើទី1នេះ nick មកនេះគឺទីតាំងដែលវាត្រូវទៅឡើង Facebook ទុក source Facebook ទាំងអស់ទុកគឺវាទុកក្នុងទីតាំង C ណា program file 86ហើយ institute enterprise អញ្ចឹងមកយើងចង់ដូរទីតាំងក៏បានដែរតែមិនបាច់ដូរទេណាទុកវាហ្នឹងនិចមក install តែប៉ុណ្ណឹងយើងរងចាំវារហូតដល់វាធ្វើការចប់ហើយយើងនៅ config key មួយទៀតចុងក្រោយនេះតែប៉ុណ្ណឹងគឺដើរយើងចាំវាមក plate ទៅយើងបិទនេះបន្តិចអូខេអញ្ចឹងវាដើរហើយប៉ុណ្ណឹងគឺអូខេហើយយើង open QuickBook មួយមកយើងនៅ config មកតង់ទៀតណានៅយើងចូលទៅធ្វើការមួយវាបន្តិចអូខេអញ្ចឹងវាសួរយើងណាតាក់ទងជាមួយនឹងណា PDF print report missing អញ្ចឹងយើងមិនមានទេយើងចង់បង្ហាញបើយើងចង់ download វាយើង download ទៅតែមិនបាច់ទេណាអានេះវាជា component verify ទេព្រោះយើងបោះយើងរួចគេប្រើយើងវាខ្វះខ្លះក៏មិនអីដែរចុច OK មកណែ being activate ណាយើងចុច being activate មកចាំវា play នេះកន្លែងនេះវាត្រូវការអញ្ចឹងយើងយក code activate នេះមកណាដាក់វាមក next finish អញ្ចឹងបានហើយអូខេមកចប់អញ្ចឹងពេលណាដែលយើងបើកកម្មវិធីដំបូងគឺវាចេញម៉ូដរបៀបនេះឯងណាហើយបើសិនជាយើងមាន project យើងពីមុនយើងអាចបើក project existing company អញ្ចឹងមកនេះ open company ចេញនេះមកវាឲ្យយើង browse ទៅរក company ដែលយើងមានអញ្ចឹងខ្ញុំអាចទៅមើល company ដែលខ្ញុំធ្លាប់បង្កើតនេះនេះណាខ្ញុំអាចបើកមើលអាចាស់របស់ខ្ញុំមក open មក
chom plek password ខ្លួនឯង ដាក់ you page admin នេះហេចឹងយើងដាក់ password ឲ្យណា project របស់យើងបានណា company យើងបាននេះខ្ញុំអត់សងសូទៀតទេអានេះវាឲ្យយើងបង្កើត new user អញ្ចឹងទៅខ្ញុំអត់បង្កើតទេណានេះយើងចង់បង្កើត new user ទៀតយើងអាចបង្កើតបានណាយើង new មកយើងវាយវាមកជា content account payable account receivable ខ្ញុំអាចដាក់មកដាក់ថាaccount rồi một password នេះមកអញ្ចឹងខ្ញុំអាសាញវាទៅប៉ុណ្ណឹងមកហើយប្រើប្រាស់បានអីគេខ្លះណា finance មួយទៀតមកបាន finance ណា account អញ្ចឹងខ្ញុំ add មួយទៀតមកខ្ញុំដាក់ថា AR ណា account receivable password យើងដាក់ក៏ដាក់ទៅអញ្ចឹង account receivable add more មកអញ្ចឹងគាត់ធ្វើបានតែ account receivable ទេហើយមួយទៀតមក AP account payable អត់ទូវាអញ្ចឹងមកបានហើយព្រមមួយមកប៉ុណ្ណឹងចឹងអានេះបើសិនតែយើងចង់បង្ហាញវាយើងដោះ tick វាអញ្ចឹងមកផ្លោះវាទៅលើកក្រោយវាលេងបង្ហាញយើងហើយពេលណាដែលយើងចាប់ដើមបង្កើតវាបាននៅក្នុងទម្រង់ Facebook របស់យើង home page នេះវាចេញមកទម្រង់ប៉ុណ្ណេះហើយ insight នេះវាចេញមករបៀបនេះវាធ្វើការសង្ខេបនៅរាល់ព័ត៌មានរបស់យើងដែលមានណាតេតងក្រុមហ៊ុនរបស់យើងអញ្ចឹងយើងត្រូវដឹងថាពេលណាយើងត្រូវមើលអានេះពេលណាយើងត្រូវមើលអានេះណាប្រាច់លើយើងខ្លួនឯងត្រូវចេះមើលក្រោយគ្រូនឹងបរៀនយើងអានេះគេហៅអីអានេះគេហៅអីមួយនេះគេហៅអីហើយផ្ទាំងនេះគឺអត់ដូចគ្នាទេណាគ្នាយើងស្រ័យទៅលើយើងរើសប្រភេទ enterprise ឬប្រភេទក្រុមហ៊ុនបើយើងរើសប្រភេទខុសគ្នាគឺវាចេញមកខុសគ្នាហើយរចនាសម្ព័ន្ធនេះនោះណាអញ្ចឹងយើងមើលកន្លែង content នេះវាមានអីគេខ្លះនេះវាចេញតម្រង់ចេះមកពេលណាដែលយើងរើសវាយើងត្រូវដឹងវាណាលេខ home ចេញមកមិននេះចេញមកអញ្ចឹងហើយ home ហើយ company my company វាចេញមកតម្រង់សង្ខេបរបស់ក្រុមហ៊ុនរបស់យើងណាមានផ្សេងទៀតសិតតែយើងចុចបានទេណាអាហ្នឹងគ្រូនឹងនិយាយយើងលម្អិតដល់ពេលក្រោយកន្លែងនេះអ្វីដែលខ្ញុំចង់បង្ហាញដល់យើងហ្នឹងមួយទៀតហ្នឹងគឺតេតូនជាមួយនេះ item list ដែលយើងនឹងធ្វើការគ្រប់គ្រងវាហើយមួយទៀតគឺ chart account ពេលណាដែលយើងបង្កើតមកមាន chart account ណាអញ្ចឹងដែលយើងឃើញក្នុងហ្នឹងទាំងអស់ហ្នឹងគឺជា chart account ដែលយើងđangគ្រប់គ្រងប្រព័ន្ធគណនេយ្យរបស់យើងទាំងមូលនៅក្នុង chart account ហ្នឹងឯងដែលវាអាច track បានអាចតាមដានណាប្រព័ន្ធរបស់យើងបានអូខេអញ្ចឹងវីដេអូនេះខ្ញុំនិយាយប៉ុណ្ណឹងឲ្យគ្នាយើងមើលឃើញទេទី1គឺសំខាន់បំផុតគឺការដំឡើងហើយការបើកណាក្រុមហ៊ុនដែលយើងមានស្រាប់យកមកប្រើឡើងវិញណាហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតទាក់ទងនឹងការចូលទៅបង្កើតណានឹងប្រើប្រាស់សត្វថ្មីទៀតណាទាក់ទងជាមួយក្រុមហ៊ុនដែលមានស្រាប់អញ្ចឹងយើងចូល file មកយើងយកអីគេ close company ឬក៏ log off ណាអញ្ចឹងលឹកមក close អញ្ចឹងហើយបានយើងចាំ close ណាបើយើងអត់ធ្វើអញ្ចឹងទេគេនឹងចូលពីក្រោយយើងគេនឹងចូលប្រើប្រាស់ណា company profile របស់យើងបានហើយណាចូលប្រើ company យើងបានអញ្ចឹងយើងអានឹងត្រូវប្រយ័ត្នប្រយែងបន្តិចណាអញ្ចឹងយើង close អញ្ចឹងមក